ជំរាបសួរបងប្អូនទាំងអស់គ្នាសិស្សនិស្សិតដែលកំពុងតែសិក្សាស្រាវជ្រាវអំពីឱសថនិងការព្យាបាលជំងឺសត្វថ្ងៃនេះដែរលោកគ្រូនឹងលើកយកអំពីឱសថនិងការព្យាបាលជំងឺសត្វបាទការប្រើប្រាស់នីអូមីស៊ីនជាបន្តទៅទៀតនីអូមីស៊ីនគឺជាអង្គទីប៊ីយ៉ូទិកដែលមានទំហំសកម្មភាពធំទូលាយសម្រាប់បាក់តេរីក្រាមវិជ្ជមាននិងអវិជ្ជមានចំពោះការព្យាបាលជំងឺមានដូចខាងក្រោមជំងឺរលាកពោះវៀនជំងឺរលាកផ្លូវដង្ហើមជំងឺ Salmonellosis ជំងឺសាទឹកជំងឺកញ្ជ្រឹលជ្រូកជំងឺរលាកស្បូនជំងឺដែលកើតឡើងនៅលើផ្លូវរំលាយអាហារបាទអញ្ចឹងតកតងទៅនឹងនីអូមីស៊ីននេះគឺមានប្រសិទ្ធភាពទៅលើផ្លូវដង្ហើមនិងផ្លូវពោះវៀនបាទដូចជារលាកស្បូននេះហ្នឹងគឺត្រូវចំពោះការប្រើប្រាស់នីអូមីស៊ីនបាទតកតងទៅនឹងdose វិញបាទគឺយើងគោក្របីសេះមានយើងអាចមើលទៅលើដបប្រើប្រាស់តែម្ដងទៅណាបងប្អូនបាទប៉ុន្តែជាធម្មតាគឺមួយសេសេគឺ10គីឡូក្រាមបាទមួយសេសេ10គីឡូនៃទម្ងន់ខ្លួនសត្វណាបងប្អូនបាទចង់និយាយអញ្ចឹងណាហើយចំពោះកូនជ្រូកឆ្កែឆ្មាគឺយើងប្រើតែ5គីឡូក្រាមទេបាទហើយចំពោះការប្រើប្រាស់ផ្សេងៗទៀតសូមអានការណែនាំទៅលើសម្បកថ្នាំឬក៏ពីគ្រោះជាមួយបសុពេទ្យមុននឹងប្រើប្រាស់វាបាទចំពោះរយៈពេលព្យាបាលជំងឺនោះគឺ3ទៅ5ថ្ងៃដូចអង្គទីប៊ីយ៉ូទិកផ្សេងអញ្ចឹងបាទអញ្ចឹងដើម្បីជៀសវាងកុំឲ្យមានការខុសឆ្គងបាទនៅពេលដែលយើងទៅថ្នាំហ្នឹងទៅទិញថ្នាំហ្នឹងគឺយើងបាទត្រូវអានទៅលើរបៀបប្រើប្រាស់ចំពោះឱសថបាទគេនឹងបញ្ជាក់ឲ្យបាទគ្រប់ឱសថទាំងអស់គឺមានទាំងអស់គេនឹងបញ្ជាក់ឲ្យថាគោក្របីសេះឬក៏ជ្រូកមាន់ទាឬក៏ឆ្កែឆ្មាហ្នឹងគេត្រូវប្រើប្រមាណបាទមួយសេបាទប្រមាណគីឡូឬក៏បើគេផលិតមកជាទម្រង់ម្សៅហ្នឹងគេប្រាប់ឲ្យថាតើមួយកញ្ចប់ហ្នឹងត្រូវប្រើប្រមាណគីឡូទម្ងន់សត្វអញ្ចឹងយើងត្រូវបែងចែកឬក៏លេខតាមការណែនាំរបស់គេហ្នឹងទៅជាការស្រេចឲ្យបងប្អូនបាទអញ្ចឹងតកតងទៅនឹងនេះអូមីស៊ីនគឺលោកគ្រូបង្ហាញត្រឹមតែប៉ុណ្ណេះសិនបាទសូមអរគុណសូមជម្រាបលា